ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់នៅក្នុងមេរៀនទី2ទម្ងន់ការបដូរខ្នាតទម្ងន់ចឹងយើងមើលលំហាត់1ចូលបដូរខ្នាតទម្ងន់2គីឡូក្រាមទៅជាក្រាមចឹងដើម្បីអាចបដូរខ្នាតទម្ងន់2គីឡូក្រាមទៅក្រាមទាំងអស់នេះបានគឺយើងត្រូវចាំអំពីខ្លឹមសារមេរៀនដែលគេបានធ្វើការពន្យល់យើងរួចហើយជាចុងក្រោយគឺយើងសម្រេចបាននៅខ្លឹមសារមួយគឺ1គីឡូក្រាមចា1គីឡូក្រាមដែលយើងអាចទៅសេ1 kg ក៏បាន1គួរកក៏បានដែរអញ្ចឹង1គីឡូក្រាមហ្នឹងគឺស្មើនឹង1000ក្រាមអញ្ចឹងគឺយើងត្រូវចាំបញ្ញត្តិនឹងដើម្បីយើងអាចធ្វើលំហាត់បានចាអញ្ចឹងបន្ទាប់ពីយើងចាំអំពីបញ្ញត្តិនឹងហើយយើងមកមើលនៅក្នុងលំហាត់របស់យើងក៏2គីឡូក្រាមចា2គីឡូក្រាមបែកទៅជាក្រាមតើស្មើប៉ុន្មានក្រាមអញ្ចឹង1គីឡូក្រាមគឺស្មើ1000ក្រាមអញ្ចឹងបើ2គីឡូក្រាមគឺស្មើ2000ក្រាមអញ្ចឹងយើងដាក់ឲ្យគេមក2គីឡូក្រាមស្មើនឹង2000ក្រាមអានេះ2គីឡូវាមកពី1គីឡូបូក1គីឡូអញ្ចឹង1គីឡូស្មើ1000 1000បូក1000គឺវា2000អញ្ចឹងយើងអាចទៅសេ2000អក្សរជីចេះក៏បានឬក៏យើងទៅសេអក្សរកក៏បានដែរដោយសារពីរនឹងតាងក្រាមដូចគ្នាហើយបើយើងចង់ទៅសេពាក្យពេញក៏បានដែរអត់អីទេគ្រូគាត់ប្រកាសជាមិនដកបន្ទុកយើងទេឲ្យតែមើលយល់ថាជាក្រាមអូខេអញ្ចឹងយើងចូលលំហាត់អក្សរខ4គីឡូក្រាមតើស្មើនឹងប៉ុន្មានក្រាមអញ្ចឹង1គីឡូក្រាមស្មើ1000ក្រាមអញ្ចឹងបើ4គីឡូក្រាមគឺស្មើ4000ក្រាមដូចនំ1 1000ដល់នំ4 4000ដូចគ្នានេះអញ្ចឹង1គីឡូក្រាមគឺស្មើ1000ក្រាមដល់4គីឡូក្រាមគឺស្មើ4000ក្រាមជាងអាចទៅសេអក្សរ G ក៏បានអាចទៅសេអក្សរកក៏បានអាចទៅសេពាក្យក្រាមក៏បានគោ5គីឡូក្រាម5គីឡូក្រាមស្មើប៉ុន្មានក្រាមអញ្ចឹង5គីឡូក្រាមគឺស្មើ5000ក្រាមអញ្ចឹងមាន03ហើយនឹងអក្សរ G ចា03ហើយនឹងអក្សរ G ឥឡូវអ្នកគ្រូសុំសរសេរសារថ្មីដោយសារតែវាអត់ស្អាត5000ស្មើ5000ក្រាមអូខេចា5គីឡូក្រាមគឺស្មើ5000ក្រាមតទៀតយើងមើលលំហាត់អក្សរខ8គីឡូក្រាមអញ្ចឹង8គីឡូក្រាមស្មើប៉ុន្មានក្រាមអញ្ចឹង8គីឡូក្រាមគឺស្មើ8000ក្រាមតទៀតគឺ10គីឡូក្រាមស្មើប៉ុន្មានក្រាមអញ្ចឹងយើងដឹងហើយរូបមន្តរបស់យើងគឺ1គីឡូស្មើនឹង1000ក្រាម10គីឡូអញ្ចឹងមានន័យថា10,000ដូចគ្នាដូច1គីឡូ1000ដល់ពេល10គីឡូវាបូកចូលគ្នា1គីឡូបូកចូលគ្នា10ដងអញ្ចឹង1000បូកចូលគ្នា10ដងដូចគ្នាអញ្ចឹងគឺស្មើ10000ក្រាមចា10គីឡូក្រាមគឺស្មើនឹង10,000ប៉ុន្មានគឺ10000ក្រាមខុសគ្នា01ដូចគ្នាអានេះថែម01អានេះក៏ថែម01ដែរឥឡូវយើងមើលលំហាត់អក្សរចអក្សរចគឺ7គីឡូក្រាមស្មើប៉ុន្មានក្រាមអញ្ចឹង7គីឡូក្រាមគឺស្មើ7000ក្រាមតទៀតលំហាត់អក្សរឆ19គីឡូក្រាមស្មើប៉ុន្មានក្រាមឥឡូវអ្នកគ្រូឧទាហរណ៍ដើម្បីឲ្យយើងឆាប់យល់ឧទាហរណ៍ថាយើងទិញស្ករគ្រាប់មួយដើម1000ហើយចុះបើស្ករគ្រាប់10ដើមគឺវា10000ហើយចុះបើ9ដើមទៀតគឺវា19000អញ្ចឹងអានេះក៏ដូចគ្នាដែរ19គីឡូក្រាមគឺស្មើនឹង19000ក្រាមចាតទៀតលំហាត់អក្សរជួ14គីឡូក្រាមស្មើប៉ុន្មានក្រាមអញ្ចឹង10គីឡូវាស្មើ10000ចាវាស្មើ10000គីឡូនៅ4ទៀត4វាស្មើ4000អញ្ចឹងគឺ14000ក្រាម14000ក្រាម14គីឡូគឺស្មើ14000ក្រាម
តទៀត17គីឡូក្រាមស្មើប៉ុន្មានក្រាម10គីឡូស្មើ10000ក្រាមហើយ7គីឡូគឺស្មើ7000អញ្ចឹង17គីឡូគឺស្មើ17000ក្រាម17គីឡូក្រាមស្មើ17000ក្រាមចាយើងដាក់មក17000ក្រាមជាងយើងត្រូវវិភាគអញ្ចឹងទៅយើងអាចដាក់ត្រូវបើថាយើងថាអូសុញឃើញ0ច្រើនពេកដាក់តែ2អីហ្នឹងខុសណាចាចាំមើលទៀត29គីឡូក្រាមស្មើប្រមាណក្រាមអញ្ចឹង20គីឡូគឺស្មើ20000នៅ9គីឡូគឺស្មើ9000ក្រាមទៀតអញ្ចឹងគឺ29000ក្រាមអញ្ចឹង29គីឡូក្រាមគឺស្មើ29000ចា9000ក្រាមតទៀតលំហាត់អក្សរដ44គីឡូក្រាមស្មើប្រមាណក្រាមជាង40គីឡូស្មើ40000ហើយនៅ4គីឡូទៀត4000អញ្ចឹង44000ក្រាមអញ្ចឹង44គីឡូស្មើ44000ក្រាមតទៀតអក្សរថ37គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមអញ្ចឹង37គីឡូក្រាមស្មើនឹង37000ចា7000ក្រាមតទៀតឥឡូវយើងមើលលំហាត់លេខ2លំហាត់លេខ2គេឲ្យយើងចូលបដូរຂະຫນាតទម្ងន់2ក្រាមទៅជាគីឡូក្រាមអញ្ចឹងបដូរពីក្រាមទៅជាគីឡូក្រាម1000ក្រាមទៅស្មើ1គីឡូចា1គីឡូស្មើ1000ក្រាមឬក៏1000ក្រាមស្មើ1គីឡូគឺអាហ្នឹងយើងត្រូវធ្វើការឆ្លាស់គ្នាទៅវិញទៅមកនេះគឺយើងប្របែកពីតូចទៅធំម្ដងគឺ1000ក្រាមបានស្មើ1គីឡូអញ្ចឹងយើងមើលក1000ក្រាមស្មើប៉ុន្មានគីឡូគឺស្មើ1គីឡូក្រាមខ3000ក្រាម1000ស្មើ1គីឡូអញ្ចឹង3000ស្មើ3គីឡូក្រាមយើងដាក់គួរកក៏បានដែរណាចាគឺអាចដាក់អក្សរកាត់អក្សរបារាំងអក្សរអង់គ្លេសហ្នឹងក៏បាន6000ក្រាមស្មើប្រមាណគីឡូគឺស្មើ6គីឡូក្រាមដោយសារ1000ក្រាមគឺស្មើ1គីឡូដល់ពេល6000គឺស្មើ6គីឡូតទៀតយើងមើលលំហាត់អក្សរខ9000ក្រាម9000ក្រាមស្មើប្រមាណក្រាមប្រមាណគីឡូក្រាម9000ក្រាមគឺស្មើ9គីឡូក្រាមបន្ទាប់មក5000ក្រាម5000ក្រាមស្មើ5000គីឡូក្រាមតទៀត4000ក្រាម4000ក្រាមគឺស្មើ4គីឡូក្រាមតទៀតយើងនៅ3លំហាត់ទៀតអក្សរឆ7000ក្រាមស្មើប្រមាណគីឡូក្រាម1000ស្មើ1គីឡូអញ្ចឹង7000ស្មើ7គីឡូក្រាមគួរកក៏បានដែរណាពួកយើងដាក់ kg ក៏បានគួរកក៏បានអញ្ចឹង2000ក្រាមស្មើប្រមាណគីឡូ1000ក្រាមស្មើ1គីឡូអញ្ចឹង2000ក្រាមគឺស្មើ2គីឡូក្រាមនឹងលំហាត់ចុងក្រោយ8000ក្រាមស្មើប្រមាណគីឡូ8000ក្រាមគឺស្មើ8គីឡូក្រាមអញ្ចឹងតកតងទៅនឹងកំណែនៅក្នុងលំហាត់មេរៀនការបដូរຂະຫນាតទម្ងន់ដែលនៅក្នុងមេរៀនទី2ទម្ងន់ហ្នឹងចាគឺមានប៉ុណ្ណឹងបើសិនជាចូលចិត្តកុំភ្លេចចុច like និងចុច subscribe ឲ្យគ្រូម្នាក់មួយផងចាសូមអរគុណច្រើននិងសូមជម្រាបលា